មានការជួបក៏មានពេលវេលាបែកដែរព្រោះដោយសារតែនឹងគឺជាច្បាប់ធម្មជាតិដែលត្រូវកំណត់ហើយគ្មានពេលវេលាណាដែលយើងជួបហើយអត់ដែលបែកគ្នាទេអញ្ចឹងមុននឹងបែកគ្នាលាទៅម៉ាឡេស៊ីវិញខ្ញុំនិងគ្រួសាររបស់ខ្ញុំទាំងអស់គឺបាននាំគ្នាទៅញ៉ាំស៊ុបព្រោះលើកនេះគឺអត់មានពេលវេលាចំអិនម្ហូបដែលខ្លួនឯងទេអញ្ចឹងមានតែញ៉ាំគេហើយកន្លែងដែលខ្ញុំទៅញ៉ាំហ្នឹងគឺនៅជ្រោយចង្វារនៅវាមានអាហារអ្នកទាំងគ្នាកន្លែងស៊ុបរបស់គាត់ហ្នឹងគឺឆ្ងាញ់ខ្លាំងមែនទែនគ្រួសារខ្ញុំឲ្យទៅគឺភាគច្រើនគឺទៅញ៉ាំកន្លែងហ្នឹងហើយមានស៊ុបខ្យងមានជាប្រភេទស៊ុបស៊ីឈ័នអីផ្សេងៗអញ្ចឹងគេមានជំរើសសាច់មានជំរើសទឹកគីឡូអីផ្សេងៗអញ្ចឹងអ្នកទាំងគ្នានិយាយរួមទៅគឺឆ្ងាញ់កន្លែងគាត់សម្រាប់មាត់របស់ខ្ញុំគឺខ្ញុំញ៉ាំឆ្ងាញ់តែសម្រាប់មាត់របស់អ្នកទាំងគ្នាគឺខ្ញុំមិនដឹងថាម៉េចទេណាព្រោះដោយសារគឺឲ្យតែខ្ញុំទៅគឺខ្ញុំញ៉ាំកន្លែងហ្នឹងហើយយូរបានជួបជុំគ្នាម្ដងហើយណាមួយវាក៏ជាថ្ងៃចុងក្រោយដែលខ្ញុំនៅស្រុកខ្មែរដែរអញ្ចឹងហើយក្រុមគ្រួសារខ្ញុំហើយនឹងខ្ញុំផ្ទាល់ហ្នឹងគឺបានចេញដំណើរពីជ្រោយចង្វារទៅកន្លែងតាំងពីពណ៌មូស្លីមកម្ពុជាអ្នកទាំងគ្នាកន្លែងតាំងពីពណ៌នៅវិហារបង្គកដែលខ្ញុំធ្លាប់ធ្វើវីដេអូពីមុនមកហើយសូមបញ្ជាក់ណាគឺវីដេអូនេះតាំងពីម្សិលមិញថ្ងៃទី11ខែតុលាព្រោះដោយសារតែថ្ងៃហ្នឹងគឺជាថ្ងៃចុងក្រោយនៃការតាំងពីពណ៌អ្នកទាំងគ្នាអញ្ចឹងពួកយើងក៏សម្រេចចិត្តថាទៅម្ដងទៀតណាមួយពូខ្ញុំហើយនឹងបងអូនស្រីរបស់ខ្ញុំគឺគាត់ទៅមកអញ្ចឹងគឺគាត់អត់បានចូលរួមទេអញ្ចឹងសម្រាប់នាងខ្ញុំគឺខ្ញុំចូលរួមហើយមួយសាហើយអញ្ចឹងពួកខ្ញុំក៏ជូនពួកគាត់ទៅទៀតអញ្ចឹងណាហើយថ្ងៃចុងក្រោយហ្នឹងខ្ញុំនិយាយមែនគឺមនុស្សច្រើនមែនតើថ្ងៃទី1ហ្នឹងគឺខ្ញុំអត់បានថតវីដេអូពាក់ព័ន្ធជាមួយនឹងមុខម្ហូបអីផ្សេងច្រើននោះទេព្រោះដោយសារតែពេលទៅហ្នឹងគឺមនុស្សច្រើនអញ្ចឹងទៅក៏ខ្ញុំពិបាកនៅក្នុងការបញ្ជ្រាបចូលទៅជាមួយគេខ្ញុំក៏សម្រេចចិត្តថាបេកទៅជ្រោយចង្វារវិញបើសិនជាអ្នកតគ្នាអត់ទាន់បានតាមដានវីដេអូវគ្គ1ទេអាចទៅ scroll រកវីដេអូវគ្គ1របស់ខ្ញុំបានអញ្ចឹងណាហើយថ្ងៃនេះដែរក៏ខ្ញុំបានបង្ហាញពីមុខម្ហូបនៅកន្លែងស្តង់តាំងពីពណ៌ដែរគឺមានច្រើនខ្លាំងមែនទែនអ្នកតគ្នារហូតដល់ខ្ញុំមានអារម្មណ៍ថាអត់ដឹងញ៉ាំអីចោលអីទេព្រោះដោយសារសុទ្ធតែជាម្ហូបហាឡាល់ហើយខ្ញុំក៏សង្ឃឹមថានឹងមានព្រឹត្តិការណ៍បែបនេះជារៀងរាល់ឆ្នាំដែរបន្ទាប់មកគឺចេញពីកន្លែងវិហារបង្គកនឹងហើយក៏មកកន្លែងមកតង់ទៀតគឺWalk Street អ្នកទាំងគ្នាគាត់បើក្បាល Walk Street មកគឺពីរអ្នកហ្នឹងគេ sweet ម្នំមកនិយាយមែនអូយឥឡូវចេះនិយាយតាមអ្នកកំពុងសើមខ្លាំងឲ្យតែមានរឿងអីម្នំហើយនៅនេះគឺមានអាហារឬក៏ជាលក្ខណៈលក់វត្ថុអនុស្សាវរីយ៍ច្រើនមែនតើកន្លែងនេះដែរគឺគេមានធ្វើជាលក្ខណៈ case ទូរស័ព្ទហើយដាក់រូបថតរបស់យើងណាអ្នកទាំងគ្នាយើងគ្រាន់តែ scan រូបថតយើងទៅឲ្យគេអញ្ចឹងទៅគឺគេធ្វើឲ្យយើងហើយខ្ញុំបានកំងពីរដូចនៅក្នុងវីដេអូហ្នឹងអញ្ចឹងមួយគឺសម្រាប់ប្តីខ្ញុំហើយមួយទៀតគឺសម្រាប់ខ្លួនឯងខ្ញុំផ្ទាល់ហ្មងណាហើយបងប្អូនខ្ញុំនេះគឺដើរឃើញកន្លែងណាតំណងគឺចូលកន្លែងហ្នឹងហ្មងណាតើគ្នាអូនិយាយថាយប់ហ្នឹងគឺដើរមើលផងញ៉ាំតាំងពីកន្លែងនោះរហូតមកដល់កន្លែងនេះគឺសង្ឃថាបែកពោះហ្មងណានៅនេះខ្ញុំសង្កេតឃើញថាគេមានសកម្មភាពច្រើនមែនទែនដូចជាល្ខោនអីផ្សេងគេមានជាលក្ខណៈក្រុមរាំអីចឹងណាកន្លែងនេះគឺផ្កាយរំដួលណាតើគ្នាហើយកន្លែងនេះដែរគឺខ្ញុំមកថតសកម្មភាពរបស់អ៊ីស្លាមរបស់យើងដែលគាត់លក់នៅ Walk Street ណាបើសិនជាអ្នកទាំងគ្នាបានឃើញវីដេអូនេះកុំភ្លេចជួយ support ពួកគាត់ផងដើរនិយាយថាប្អូនរបស់ខ្ញុំគេចុកជើងគេក៏ពិតគេធ្វើពុតដោយសារតែចង់បានអាតុក្កតាហ្នឹងតែពេលចឹងទៅអត់បានចឹងទៅងក់ងោតិចងាកអង្គុយគ្រាន់តែថានាំទៅទិញអញ្ចឹងទៅអូសុបាយចិត្តគេសុបាយខ្លាំងមែនទេតែប៉ុណ្នេះមានកម្លាំងបឹបហ្មងអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ហើយក៏សូមទោសដែរបើសិនជាករណីមានពាក្យសម្ដីអីខុសឆ្គងថងកន្លែងណា